អាចកំបាំងនាវាយៈដឹកទំនិញរាប់ពាន់តោនកំពុងជំនះនឹងព្យុះធម្មជាតិដ៏កាចសាហាវនៅកណ្ដាលមហាសមុទ្រដ៏ធំល្វឹងល្វើយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏ក្តៅគគុកមួយមកនិយាយជាមួយបងប្អូនគឺស្ដីពីអាចកំបាំងនៃការជំនះព្យុះនៃកណ្ដាលមហាសមុទ្រស្រមៃមើលទៅអ្នកកំពុងបើកបរកប៉ាល់យ៉ាក់មួយផ្ទុកទំនិញរាប់ពាន់តោនកណ្ដាលសមុទ្រដ៏ធំល្វឹងល្វើយរំពេចនោះមេឃប្រែជាខ្មៅខ្យល់បក់បោកយ៉ាងខ្លាំងហើយរលកយ៉ាក់កំពុងវាយប្រហារកប៉ាល់របស់អ្នកតើនាវិកត្រូវធ្វើអ្វីខ្លះដើម្បីរស់រានតើមានអាចកំបាំងអ្វីខ្លះនៅពីក្រោយភាពជោគជ័យនេះតោះយើងនឹងចំណាយពេលប្រហែល8នាទីដើម្បីស្វែងយល់ពីអាចកំបាំងនេះជាមួយគ្នាមុនពេលព្យុះបោកបក់មកដល់អាចកំបាំងដំបូងគឺការរៀបចំកប៉ាល់ដែលត្រៀមខ្លួនល្អមានឱកាសរស់រានខ្ពស់ជាងទី1ត្រូវតែបិទទ្វារទាំងអស់រាល់មាត់ទ្វារបង្អុចនិងរន្ធខ្យល់នៅលើកប៉ាល់ត្រូវតែបិទជិតដើម្បីការពារទឹកមិនឲ្យហូរចូលទី2ចងភ្ជាប់វត្ថុទាំងអស់អ្វីដែលនៅលើកប៉ាល់ចាប់ពីខ្សែយុទ្ធធរឧបករណ៍ផ្ទុកទំនិញរហូតដល់គ្រឿងចាក់ក្នុងបន្ទប់ម៉ាស៊ីនត្រូវតែចងភ្ជាប់ឲ្យមាំមួនកុំឲ្យរលុងទី3ពិនិត្យប្រព័ន្ធបូមទឹកម៉ាស៊ីនបូមទឹកត្រូវតែស្ថិតនៅក្នុងស្ថានភាពល្អនិងត្រៀមដំណើរការគ្រប់ពេលទី4បន្ថយល្បឿននិងបដូរទៅប្រើប្រព័ន្ធដៃកប៉ាល់ត្រូវបន្ថយល្បឿនហើយបដូរពីប្រព័ន្ធបើកបរស្វ័យប្រវត្តិមកប្រើប្រព័ន្ធដៃវិញដើម្បីគ្រប់គ្រងទិសដៅបានល្អជាងមុនការរៀបចំទាំងនេះត្រូវធ្វើឡើងមុនពេលព្យុះបក់មកដល់នៅពេលដែលព្យុះបក់មកដល់ការបើកបរកប៉ាល់គឺជាសិល្បៈមួយអាចកំបាំងសំខាន់គឺកុំបើកជួបរលកត្រង់និងកុំឲ្យរលកបុកពីចំហៀងអ្នកដឹកនាវាត្រូវតែបើកកប៉ាល់ឲ្យបែរក្បាលទៅរករលកតាមមុំ20ទៅ30ដឺក្រេហេតុអ្វីបើកជួបរលកត្រង់កប៉ាល់នឹងឡើងលើកំពូលរលកហើយទម្លាក់ខ្លួនចុះយ៉ាងខ្លាំងបណ្ដាលឲ្យប៉ះទង្គិចផ្នែកខាងមុខនិងខូចខាតបើឲ្យរលកបុកពីចំហៀងកប៉ាល់អាចក្រឡាប់បានដោយសារកម្លាំងរលកយៈលើពីនេះទៀតកប៉ាល់ត្រូវតែបន្ថយល្បឿនឲ្យនៅកម្រិតដែលនៅតែអាចបត់បានប្រសិនបើព្យុះខ្លាំងពេកកប៉ាល់អាចប្រើយុទ្ធសាស្ត្រអណ្ដាតទឹកដោយបើកក្បាលកប៉ាល់ឲ្យបែរទៅរករលកតាមមុំសមរម្យនិងបន្ថយល្បឿនយ៉ាងខ្លាំងដើម្បីឲ្យកប៉ាល់អណ្ដាតទឹកទៅតាមរលកនេះគឺជាអាចកំបាំងដែលមនុស្សភាគច្រើនមិនដែលដឹងទំនិញដែលរលុងអាចសម្លាប់កប៉ាល់បាននៅពេលកប៉ាល់រញ្ជួយទំនិញដែលមិនបានចងភ្ជាប់ឲ្យបានល្អអាចរើប្រាស់ទៅម្ខាងធ្វើឲ្យកប៉ាល់បាត់បង់លំនឹងតើត្រូវធ្វើដូចម្តេចត្រូវតែចងភ្ជាប់ទំនិញទាំងអស់ជាពិសេសទំនិញនៅលើកប៉ាល់ត្រូវតែចងភ្ជាប់ឲ្យបានមាំមួនត្រួតពិនិត្យស្ថិរភាពកប៉ាល់មន្ត្រីនាវាត្រូវគណនាស្ថិរភាពកប៉ាល់ដើម្បីប្រាកដថាវានៅតែមានលំនឹងគ្រប់គ្រាន់ប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃអង្គធាតុរួយនៅពេលកប៉ាល់រញ្ជួយទឹកនៅក្នុងធុងអាចហូរទៅម្ខាងធ្វើឲ្យកប៉ាល់បាត់បង់លំនឹងដូច្នេះធុងទឹកគួរតែត្រូវបានបំពេញឲ្យពេញឬទុកឲ្យនៅទំនេរមិនត្រូវទុកពាក់កណ្ដាលឡើយសុវត្ថិភាពនាវិកគឺសំខាន់បំផុតអាចកំបាំងនៃការរស់រានរបស់នាវិកគឺពាក់អាវជួយជីវិតគ្រប់ពេលកុំចេញទៅលើកប៉ាល់ក្រៅពីមានការចាំបាច់ប្រសិនបើត្រូវចេញត្រូវតែមានការត្រួតពិនិត្យនិងប្រើប្រាស់ខ្សែការពារត្រៀមឧបករណ៍សង្គ្រោះបន្ទាន់ឲ្យយួចរួមមានឧបករណ៍កំណត់ទីតាំងសង្គ្រោះទូកសង្គ្រោះជីវិតគ្រាប់បង្ហោះសញ្ញានិងឧបករណ៍ទំនាក់ទំនងផ្កាយសត្វផ្ដល់ព័ត៌មានអំពីផែនការរបស់អ្នកទៅកាន់អាជ្ញាធរមាត់សមុទ្រការពិតគួរឲ្យចាប់អារម្មណ៍ថានៅពេលជួបព្យុះកប៉ាល់ត្រូវបិទជណ្ដើរយន្តពីព្រោះការរញ្ជួយអាចបណ្ដាលឲ្យវាខូចនិងជាប់អ្នកនៅក្នុងកាំប៊ីន
នៅពេលមានព្យុះការទំនាក់ទំនងគឺជាគន្លឹះនៃការរស់រានត្រូវតាមដានការព្យាករណ៍អាកាសធាតុជានិច្ចប្រើប្រាស់ Automatic Identification System និង Radar ដើម្បីតាមដាននាវាដទៃប្រើប្រាស់ VHF Radio ដើម្បីទាក់ទងអាជ្ញាធរនៅមាត់សមុទ្រប្រសិនបើអាចធ្វើបានកប៉ាល់គួរតែស្វែងរកទីជម្រកអ្នកបើកបរត្រូវតែមានផែនការបម្រុងជានិច្ចដោយកំណត់ទុកជាមុនថាកុងភួងឬទីជម្រកណាដែលនៅជិតសរុបមកវិញអាចកំបាំងនៃការជំនះព្យុះរបស់កប៉ាល់យ៉ាងនេះមិនមែនមកពីសំណាងនោះទេវាគឺជាការរួមគ្នានៃការរៀបចំឲ្យបានល្អសុវត្ថិភាពទំនិញការបិទទ្វារការត្រួតពិនិត្យម៉ាស៊ីនយុទ្ធសាស្ត្របើកបរត្រឹមត្រូវមុំ20ទៅ30ដឺក្រេការបន្ថយល្បឿនការគ្រប់គ្រងស្ថិរភាពកប៉ាល់ចងភ្ជាប់ទំនិញទ្រុនិត GM សុវត្ថិភាពនាវិកអាវជួយជីវិតឧបករណ៍សង្គ្រោះការទំនាក់ទំនងនិងការស្វែងរកជម្រកកប៉ាល់ទំនើបទោះបីជាមានទំហំធំនិងបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយក៏នៅតែងាយរងគ្រោះទៅនឹងកម្លាំងធម្មជាតិដែរគន្លឹះនៃភាពជោគជ័យស្ថិតនៅលើបទពិសោធន៍ការត្រៀមខ្លួននិងការសម្រេចចិត្តត្រឹមត្រូវរបស់នាវិកឥឡូវនេះខ្ញុំចង់សួរបងប្អូនថាតើអ្នកធ្លាប់ជិះកប៉ាល់ក្នុងព្យុះទេហើយតើអ្នកគិតថាទិចនិកមួយណាដែលសំខាន់ជាងគេសូមចូលរួមបញ្ចេញមតិនៅខាងក្រោមនេះដើម្បីចែករំលែកយោបល់របស់បងប្អូនសូមជួយចុច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ